ឈានដល់ដំណាក់កាលនេះតើគាត់មានបញ្ហាអីបានឈានដល់គេហៅថាខ្លួនប្រានទាំងស្រុងតែម្ដងនេះគាត់ហៅជំនួសបងប្អូនកូនខ្ញុំនឹងវាលេងសាយជាមួយបងប្អូនវាហ្នឹងលេងសាំងហ្នឹងហើយអូតែដល់ពេលវាលេងទៅយើងអត់បានចាប់អារម្មណ៍ដែរវាលេងនៅក្រោយផ្ទះហ្នឹងក៏វាទាត់ដបសាំងនេះឆេះចំនៅខ្លួនប្រានលេងទៅទាត់ទៅវាមិនបានភ្លើងនឹងបច្ចេកភ្លើងនឹងមានស្រាប់ឬក៏មិនភ្លើងមានស្រាប់មើលទៅរូបរាងមុខមាត់ណាស្អាតណាស់បងប្អូនអើយសមណាស់ឥឡូវមកខូចអស់លីងដៃជើងមុខមាត់ខ្លួនប្រានតែយ៉ាងណាក៏ដោយពូលើកទឹកចិត្តណាស់ឲ្យកូនតស៊ូណាឬពូនិយាយអត់តស៊ូកូនណាខំរៀនណាកូនណាហើយកុំខ្មាស់គេណាគេអត់រើសអើងកូនទេគេឃើញអញ្ចឹងប្រាប់មិត្តភក្តិថាកុំរើសអើងខ្ញុំអត់ចង់អញ្ចឹងទេប៉ុណ្ណាត្រូវតែក្លាហានខំរៀនណាហើយធំទៅពេលដែលរូបរាងកូនស្អាតមិនសំខាន់ទេតែដល់ពេលកូនមានចំណេះកូនអាចជួយខ្លួនឯងបានមានសួរបងប្អូនហ្នឹងឯងនេះគឺខ្ញុំបានថាមកជួបបងប្អូនប្រុសម្ដងទៀតឥឡូវមកបងប្អូននៅពងពីអ្នកបងរាវចាប់ត្រីតែទឹកនេះអត់ច្រើនហ្មងបងទឹករញចាប់ក្តាមចាប់កែបប៉ុន្តែអូនឬថាចូលរៀនម្ដងហើយឈប់ពេញបងប្អូនណាហ្នឹងហើយឥឡូវពងឃើញថាចង់ឲ្យបងប្អូនចូលរៀនវិញឥឡូវបងប្អូនយើងគាត់មានថវិកាអីចង់បានទិញកង់ទិញអាវទិញអីចឹងណាបានត្រីហើយកូនបាទក្តាមឯណាចុះក្តាមទូចមួយហ្នឹងមានសួរបងប្អូនបងមានសួរបាទសួរនេះបងប្អូនណាសាមិញដែលខ្ញុំជួបក្មួយមានកំពុងតែមកចាប់ត្រីមួយបងឥឡូវនេះគឺបានជួបជាលើកទី2ហើយតែទំនើបពីដេកបងប្អូនអើយអត់សូវសប្បាយចិត្តមកសាមិញសម្ដីរស់រាយណាហើយលមាស់មែនគាត់អូយអេមឡើងលមាស់ហ៎លមាស់ហ៎គាត់លមាស់អើយដៃជើងនេះឡើងរឹបចូលគ្នាអស់ហ្នឹងសំខាន់ដៃជើងសំខាន់នៅរឿងផ្លូវអូនផ្លូវអូជាប់ផ្លូវគៀបចូលគ្នាបងប្អូនតែផ្លូវគៀបចូលមួយគៀបចូលគ្នាហ្នឹងអញ្ចឹងមានតែកន្លែងហ្នឹងវាតឹងមែនទេបាទដើរខោជើងចុះខ្លាចដល់ពេលលូតលាស់ទៀតទៅវាមិនទៀតទៅពេលអញ្ចឹងវាធម្មតាតែយើងធំទៅសាច់ទៅវាងាប់អោសិកាអញ្ចឹងវាអត់បានត្រង់ទេពិបាកគឺដើរខោជើងរហូតហើយជើងវែងខ្លីអញ្ចឹងទៅវែងខ្លីចុះបើសិនជាណាមានលទ្ធភាពអីបងចង់ឲ្យកូនទៅព្យាបាលសិនជាមានលទ្ធភាពខ្ញុំយកវាទៅវះជើងអាឡៃដប់ភ្លើងចេញតែឥឡូវវាអត់លទ្ធភាពបងដែរទៅស៊ូពេទ្យស៊ូអីអាការចំណាយហ្នឹងទុំប្រមាណតែខ្ញុំអត់ដែលបានស៊ូពេទ្យដែរបងព្រោះដោយសារយើងវាអត់មានលទ្ធភាពទៅអញ្ចឹងណាតែយើងអត់មានបានជួយយោបល់មិនឡើយនិយាយមួយពូតិចមើលចង់ឲ្យអ៊ំពូមីងជួយកូនឲ្យបានដៃជើងស្អាតជើងមិនថាចង់ឲ្យបានមករូបរាងដើមវិញដូចមុខមាត់អីហ្នឹងបងប្អូនហ្នឹងប៉ុន្តែគ្រាន់ថានេះអ្វីដែលសំខាន់នេះដោយការលើកឡើងនេះឡើងសាច់ផ្លូវឡើងរឹងកព្រឹសមែនបងប្អូននេះរឹងកភ្លឹះរឹបជាប់អាម៉ាំហៀងហ្នឹងដូចថាវាកាប់ពីផ្លូវហ្នឹងមកពោះអញ្ចឹងហ្មងនេះសត្វបាទតែអញ្ចឹងហើយជើងវាខើចម៉ាំហៀងអញ្ចឹងបងប្អូនណាជើងវែងខ្លីអញ្ចឹងណាអញ្ចឹងកូនចង់ឲ្យអ៊ំពូមីងជួយកូនអត់ចង់អត់គាត់ចង់ជួយខ្ញុំផងឲ្យខ្ញុំបានជើងដៃល្អប្រសើរជាងនេះតិចកូនណាបងប្អូនអើយដូចនិយាយអញ្ចឹងមកសាមិញរស់រាយណាសប្បាយចិត្តមុខប្រំប្រៃថ្ងៃនេះទើបតែងើបពីសម្រានតទៅពេលខ្ញុំតាក់តងមកឲ្យមកជួបកន្លែងចាស់ហ្នឹងវាងោអន់ចិត្តតិចតួចបងប្អូនអើយក្មេងតែប៉ុណ្្នឹងឯងតែសំខាន់អាណិតណាមើលតិចអីបងប្អូនឡើងរឹបរួញគ្រប់គ្នាអស់ហើយអីសាមិញពូប្រាប់ថាពូអត់ដាក់លុយមកតែឥឡូវយកលុយអត់យកពូដាក់មកមើលខិតនេះមើលយកលុយអត់ពូដាក់មកយកនេះឥឡូវពូទុកគ្រាន់ចាយគាត់ណាហើយសង្ឃឹមថាបងប្អូនយើងនឹងចូលរួមបន្តឲ្យបានមានលទ្ធភាពក្មួយអាចយកទៅព្យាបាលក៏ដូចជាសម្ភារៈសិក្សាកង់អីបន្ថែមនេះពូជូនណាបងនេះទុកដាក់ឲ្យបងប្អូនហ្នឹងហើយជូនពរដល់បងប្អូនយើងទាំងអស់គ្នាណាដែលបងបានអ៊ំពូមីងបានទស្សនាវីដេអូរបស់បងប្អូនហើយសង្ឃឹមថានឹងជួយចែករំលែកបន្តបានដល់ដុកទ័រគ្រូពេទ្យដើម្បីដែលលោកបានឃើញពីកាយសម្បទារបស់ក្មួយហើយហេតុការបងអាចនិយាយបានតកតងជាមួយនឹងបងប្រុសតើឈានដល់ដំណាក់កាលនេះតើគាត់មានបញ្ហាអីបានឈានដល់គេហៅថាខ្លួនប្រានទាំងស្រុងតែម្ដងនេះបងឡើយមិនកើតកើតហេតុជំនួសបងប្អូនកូនខ្ញុំនឹងវាលេងសាយជាមួយបងប្អូនវាហ្នឹងលេងសាំងហ្នឹងហើយអូតែដល់ពេលវាលេងទៅយើងអត់បានចាប់អារម្មណ៍ដែរវាលេងនៅក្រោយផ្ទះហ្នឹងក៏វាទាត់ដបសាំងនេះឆេះចំនៅខ្លួនប្រានលេងទៅទាត់ទៅវាមិនបានភ្លើងនឹងបច្ចេកភ្លើងនឹងមានស្រាប់ឬក៏មិនភ្លើងមានស្រាប់
tới nào chạy về này តែពេលដែលដឹងដំបងថាឆេះហ្នឹងកូនរត់ទៅប្រាប់ឬក៏បងឃើញមក ខ្ញុំឃើញរត់ចូលដាក់វាជ្រលក់ដាក់ទៀននឹងតាំងពីឆ្នាំ2020សម័យកូវីដ 2020 ឥឡូវយើង25 ឆ្នាំណា 5 ឆ្នាំតាំងវាបានមកខួបបង4ខែគេដើរទៅតា ហើយមើលទៅរូបរាងមុខមាត់ណាស្អាតណាស់បងប្អូនអើយសមណាស់ឥឡូវមកខូចអស់លីងដៃជើងមុខមាត់ខ្លួនប្រាណតែយ៉ាងណាក៏ដោយពូលើកទឹកចិត្តណាឲ្យកូនតស៊ូណាឬពូនិយាយអត់តស៊ូកូនណា ខំរៀនណាកូនណា ហើយកុំខ្មាស់គេណាគេអត់រើសអើងកូនទេគេឃើញអញ្ចឹងប្រាប់មិត្តភក្តិថាកុំរើសអើងខ្ញុំអត់ចង់អញ្ចឹងទេប៉ុណ្ណាត្រូវតែក្លាហានខំរៀនណាហើយធំទៅពេលដែលរូបរាងកូនស្អាតមិនសំខាន់ទេតែដល់ពេលកូនមានចំណេះកូនអាចជួយខ្លួនឯងបានយល់ទេយកពូនិយាយអត់អាចជួយខ្លួនឯងបានអាចជួយពុកបានព្រោះតាំងពីទូចមកទល់ប៉ុណ្ណេះមានតែពុកម្ដាយហ្នឹងហើយដែលតស៊ូអត់បោះបង់ចោលកូនណាឃើញទេឃើញឪពុកម្ដាយតស៊ូទោះបីកូននៅក្នុងរូបភាពបែបណាកាយសម្បទាបែបណាដែរតែឃើញអោបសោបងប្អូនណានេះគឺជាទឹកចិត្តឪពុកម្ដាយធំធេងណាយើងមិនអាចកាត់ថ្លៃបានទេហើយជាចុងក្រោយហ្នឹងហើយបងប្អូនខ្ញុំមានតែពីអរគុណនិងជូនពរដល់បងប្អូនទាំងអស់សប្បុរសជននៅក្នុងនិងក្រៅប្រទេសដែលលោកបានឃើញវីដេអូនេះនឹងបានចូលរួម 1000 2000 1រៀល2រៀល 10000 20000 ក្តីណានេះសូមជូនកសលផលបុណ្យដល់បងប្អូនទាំងអស់គ្នាជួបផ្ទះតែនឹងសេចក្តីសុខសេចក្តីចម្រើននិងជួបតែសំណាងល្អតាមផ្លូវទឹកផ្លូវគុកផ្លូវអាកាសបងណាបងអរគុណជម្រាបលាហ្នឹងហើយ